ជំរាបសួរអ្នកទាំងអស់គ្នាវិលមកកាន់ YouTube Channel Khmer Language 123ថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយទៀតហើយតាក់ទងជាមួយនឹងពលានយន្តហោះអន្តរជាតិទេសចរប៉ុន្តែរាល់វីដេអូខាងមុខគឺខ្ញុំបានធ្វើវីដេអូអំពីផលប្រយោជន៍របស់ពលានយន្តហោះនេះហើយដោយ like វីដេអូនេះខ្ញុំនឹងនិយាយអំពីផលវិបាករបស់ពលានយន្តហោះនេះម្ដងវិញតោះយើងទៅសិក្សាស្វែងយល់ទាំងអស់គ្នាថាតើពលានយន្តហោះថ្មីនេះនឹងមានផលលំបាកយ៉ាងណាហើយតម្រោះស្រាយយ៉ាងណានោះយើងមើលវីដេអូនេះពីដើមរហូតដល់ចប់ទាំងអស់គ្នាហើយកត្តាមួយដែលខ្ញុំគិតឃើញថាវាជាផលលំបាករបស់ពលានយន្តហោះប៉ុន្តែវាមិនប៉ះពាល់អ្វីដោយការកសាងឬការវិវត្តរបស់ពលានយន្តហោះថ្មីនេះទេនោះគឺការជួញដូរមនុស្សស្ដាប់ទៅហាក់បីដូចជាវាមិនមានអ្វីប៉ះពាល់ទៅដល់ពលានយន្តហោះទាំងអស់ប៉ុន្តែពលានយន្តហោះមួយរកបានដោយសារអ្នកដំណើរធ្វើការចរាចរណ៍ចុះឡើងប៉ុន្តែបើប្រទេសនោះមានការជួញដូរមនុស្សឆបោកអីជាច្រើនហ្នឹងធ្វើឲ្យភ្ញៀវទេសចរខ្លាចមិនអាចណាចូលប្រទេសនោះទេសចរឬថាកំសាន្តអ្វីនោះបានទេឥឡូវខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងមួយនៅប្រទេសថៃតែម្ដងនៅដើមខែមករាឆ្នាំ2025មានតារាចិនដ៏ល្បីឈ្មោះមួយឈ្មោះថាស៊ីងស៊ីងដែលបានអញ្ជើញមកថតគុណនៅប្រទេសថៃរួចក៏ស្រាប់តែបាត់ខ្លួនតែម្ដងប៉ូលីសក៏ឆែកតាមវីដេអូកាមេរ៉ាហ្នឹងក៏ឃើញថាលោកស៊ីងស៊ីងបានបាត់ខ្លួនតាំងពីឆ្លងព្រំដែនពីប្រទេសថៃចូលប្រទេសមីយ៉ាន់ម៉ានៅទីនេះគេបានបើកវគ្គបណ្ដុះបណ្ដាលជំនាញឆបោកអនឡាញបើតាមការនិយាយរបស់គាត់គឺថាពេលនោះគាត់ខ្លាចស្លាប់ខ្លាំងណាស់ហើយនារីត្រូវជាសង្សាររបស់ស៊ីងស៊ីងនឹងគាត់ក៏បានបង្ហោះសារនៅលើបណ្ដាញសង្គម Weibo របស់ប្រទេសចិនទៅផ្អើលដល់បណ្ដាផ្សារព័ត៌មាននៅក្នុងស្រុកនិងអន្តរជាតិបងប្អូនដឹងទេថាភ្ញៀវទេសចរដែលគេក្រងនឹងមកប្រទេសថៃឬថាគេបានកប់សម្បត្តិយន្តហោះមកប្រទេសថៃហើយនឹងគេ cancel ទាំងអស់ព្រោះគេខ្លាចមកដល់ប្រទេសថៃហើយត្រូវដោយករណីដោយតារាស៊ីងស៊ីងនឹងដែរក្នុងឆ្នាំ2024គឺថៃបានទទួលភ្ញៀវទេសចរពីប្រទេសចិននឹងគឺ 6.7 លាននាក់ជាងទៅប៉ះពាល់យ៉ាងខ្លាំងទៅដល់វិស័យទេសចរក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេសថៃរហូតដល់ប្រធានាធិបតីរបស់ប្រទេសថៃនឹងឡើងនិយាយថាអ្នកឆបោកនឹងគឺគ្មានដីរស់នៅលើប្រទេសថៃនោះទេប៉ុន្តែយ៉ាងណាក៏ដោយតារាស៊ីងស៊ីងនឹងគឺបានបាត់វត្តមាននៅប្រទេសថៃគួរឲ្យកត់សម្គាល់ផងដែរក្នុងឆ្នាំ2024គឺថៃបានទទួលភ្ញៀវទេសចរពីប្រទេសចិននឹង 6.7 លាននាក់ក្នុងចំនួនប្រទេសដែលមកប្រទេសថៃច្រើនជាងគេដោយសារលោកស៊ីងស៊ីងនឹងគឺមានប្រជាប្រិយភាពក៏ដូចជាល្បីល្បាញនៅប្រទេសចិនអញ្ចឹងណាបានជាសមត្ថកិច្ចថៃក៏មានការពន្លឿនក្នុងការដោះស្រាយបញ្ហានេះចុងក្រោយលោកស៊ីងស៊ីងក៏បានរកឃើញដែលលោកត្រូវបានជន់ឆបោកនឹងកោសអស់តែម្ដងហើយរឿងលោកស៊ីងស៊ីងនឹងត្រូវបានឆបោកយ៉ាងណានោះបងប្អូនអាចអានលម្អិតដែលខ្ញុំដាក់ link នៅខាងក្រោម description របស់វីដេអូនេះចំណុចសំខាន់គឺបងប្អូនដឹងទេថាលោកស៊ីងស៊ីងនឹងត្រូវឆបោកយ៉ាងណាគឺថាក្រុមឆបោកនឹងគឺតែងខ្លួនជាក្រុមហ៊ុនថតគុណហើយអញ្ជើញលោកស៊ីងស៊ីងមកថតគុណនៅប្រទេសថៃរួចចំណាយថ្លៃសម្បត្តិយន្តហោះនឹងតាំងមកតាំងទៅហើយធានាសុវត្ថិភាពគ្រប់សពបែបយ៉ាងប៉ុន្តែពេលដែលលោកស៊ីងស៊ីងនឹងមកដល់ប្រទេសថៃចុះពីពលានយន្តហោះហើយឡើងឡានរបស់ជនឆបោកទាំងនេះពេលនោះលោកទៅដឹងខ្លួនថាខ្លួនត្រូវឆបោកពេលនោះគឺហួសពេលបាត់ទៅហើយនេះជាមេរៀនមួយសម្រាប់យើងទាំងអស់គ្នាកុំអោយឆាប់ជឿអ្នកដទៃខ្លាំងពេកហើយប្រទេសយើងបើនៅតែដោះស្រាយបញ្ហាឆបោកជួញដូរមនុស្សតាមព្រំដែនមិនបាននោះទេវិស័យទេសចរក៏ប៉ះពាល់យ៉ាងខ្លាំងនោះដែរតាក់ទងជាមួយពលានយន្តហោះនឹងក៏ជាវិបត្តិធ្ងន់ធ្ងរខ្លាំងណាស់ដែរគ្រាន់តែគិតធម្មតាចំពោះខ្លួនយើងក៏មិនចង់ទៅទេសចរនៅប្រទេសដែលមានសង្គ្រាមឬថាទេសចរនៅប្រទេសដែលអសន្តិសុខបែបនេះដែរហើយចំណុចមួយទៀតខ្ញុំគិតឃើញថាវាប៉ះពាល់យ៉ាងខ្លាំងទៅដល់ភ្ញៀវទេសចរដែលមកប្រទេសកម្ពុជាយើងគឺការឆក់ប្លន់ទៅតាមភូមិស្រុកឬទៅនៅកណ្ដាលក្រុងភ្នំពេញតែម្ដងដែលដូចជាករណីរបស់លោកជ្រៀតជាដើមគឺថាលោកជ្រៀតនឹងគឺជា vlogger ដ៏ល្បីមួយបានមកទេសចរជាមួយសង្សាររបស់គាត់នៅប្រទេសកម្ពុជាជាពិសេសគឺនៅកណ្ដាលក្រុងភ្នំពេញតែម្ដងលោកត្រូវបានលោកចៅនឹងឆក់ប្លន់យកកាបូបហើយកណ្ដាលនោះមានលុយហើយក្តារថ្នាំផ្សេងនឹងគណៈពេលនោះលោកក៏បានធ្វើ vlog ផ្សាយអំពីដំណឹងរឿងនេះហើយលោកខឹងខ្លាំងណាស់ថាលោកបានមកប្រទេសកម្ពុជាខំផ្សព្វផ្សាយអំពីប្រទេសកម្ពុជាហើយបែរជាប្រជាជនខ្មែរយើងធ្វើបែបនេះចំពោះគាត់ចំពោះអ្នកទាំងអស់គ្នាធ្លាប់មកដល់ក្រុងភ្នំពេញឬថាអ្នករស់នៅក្នុង
ភ្នំពេញផ្ទាល់តែម្ដងយើងឃើញថាបញ្ហាឆប្លន់ហ្នឹងគឺវាច្រើនមែនទែនយើងផ្ទាល់ពេលដែលយើងដើរតាមផ្លូវឬថាជិះតុកតុកជាដើមយើងតែងតែប្រយ័ត្នប្រយែងចំពោះទ្រព្យសម្បត្តិរបស់យើងជាពិសេសគឺលុយនិងទូរស័ព្ទនឹងតែម្ដងជាងស្ដែងចេញឲ្យយើងឃើញថាវាជាបញ្ហាមួយរបស់សង្គមជាដំបៅមួយរបស់សង្គមដែលយើងត្រូវតែដោះស្រាយវាអសុវត្ថិភាពមែនតែនសម្រាប់ប្រជាជនផងសម្រាប់ភ្ញៀវទេសចរផងដែរហើយក្នុងករណីនេះគឺជាការឆក់ប្លន់ចំពោះអ្នកល្បីអញ្ចឹងទៅធ្វើឲ្យរឿងនេះវាកាន់តែរីករាលដាលធំតែម្ដងប៉ះពាល់ទៅដល់មុខមាត់របស់ប្រជាជាតិយើងសមត្ថកិច្ចក៏មានការពន្លឿនក្នុងការចាប់ផងដែរក្នុងរយៈពេលតែ4ម៉ោងប៉ុណ្ណោះក៏ចាប់បានជនឆក់ប្លន់ហើយសងអីវ៉ាន់មកដល់លោកជ្រីតនឹងវិញទៅសំណួរសួរថាតើបងប្អូនចង់ទៅទេសចរនៅប្រទេសដែលមិនសុវត្ថិភាពបែបនេះអត់ពិតជាអត់ហើយមែនទេនៅអាស៊ីយើងប្រទេសណាក៏មែនដែរតិចឬច្រើនប៉ុណ្ណោះប៉ុន្តែយើងគួរខ្វល់ខ្វាយដល់រឿងនេះឲ្យមែនតែនត្រូវតែរឹតបន្តឹងច្បាប់ហើយឪពុកម្ដាយគ្រូបង្រៀនគួរអប់រំកូនចៅយើងឲ្យធ្វើនៅមុខរបរណាស្របច្បាប់ប៉ុណ្ណោះកុំដើរឆក់ប្លន់គេបែបនេះទៀតវាជាការលំបាកណាស់ក្នុងការដោះស្រាយបញ្ហាមួយនេះប៉ុន្តែយើងមិនអាចដើរថយក្រោយនោះទេនឹងសន្សឹមបន្តិចម្ដងកាត់បន្ថយរឿងនេះឲ្យបានឆាប់រហ័សហើយចំណុចទី2ពលានយន្តហោះអន្តរជាតិទេសចរចង់មានប្រជាប្រិយភាពក្នុងផ្នែកភ្ញៀវទេសចរទៀតនោះគឺត្រូវពង្រឹងសេវាកម្មនានាដូចជាបដិសន្តរកិច្ចរបៀបទទួលភ្ញៀវជាដើមបុគ្គលិកក្នុងពលានយន្តហោះត្រូវមានសុជីវធម៌ក្នុងការនិយាយភ្ញៀវមកដល់ត្រូវមានសេវាអ៊ីនធឺណិតគ្រប់គ្រាន់ដើម្បីប្រើប្រាស់ហើយជាតម្រូវការរបស់ភ្ញៀវផ្ទាល់តែម្ដងមួយចំណុចដែលយើងទៅទេសចរបងប្អូនមិនដឹងបាច់គឺថាវ៉ាលីវាជាកាដូដ៏សំខាន់អញ្ចឹងទៅវាមិនអាចណាខូចខាតឬបាត់នោះទេភាគច្រើនគឺសេវាកម្មរបស់ពលានយន្តហោះគឺអន់ខ្សោយផ្នែកមួយនេះគឺមិនគ្រប់គ្រងឬថាថែទាំវ៉ាលីរបស់ភ្ញៀវឲ្យបានល្អនិងមិនឲ្យខូចខាតឬថាបាត់នោះទេឥឡូវសូមបង្វែរអ្នកទាំងអស់គ្នាមកមើលពលានយន្តហោះរបស់ប្រទេសសិង្ហបុរីម្ដងវិញគឺពលានយន្តហោះអន្តរជាតិឆាងហ្គីអ្នកទេសចរខ្លះគឺសុខចិត្តចំណាយមួយថ្ងៃដើម្បីទៅទេសចរនៅពលានយន្តហោះនេះតែប៉ុណ្ណោះគឺថាពេលព្រឹកគឺគេហោះទៅពលានយន្តហោះនេះដើរមួយជុំស៊ីចាយហូបចុកឯក្នុងពលានយន្តហោះនេះហើយពេលរសៀលក៏ហោះមកប្រទេសគេវិញក្នុងពលានយន្តហោះនេះគឺមានគ្រប់សពបែបយ៉ាងតែម្ដងហើយក្នុងពលានយន្តហោះមួយនេះគឺមានស្ថានីយ៍ទឹកធ្លាក់ដុតត្រជាក់ដ៏ធំបំផុតនៅលើពិភពលោកហើយក្នុងនេះផងដែរក៏មានកន្លែងទេសចរមានកន្លែងហូបចុកមានកន្លែងលក់ដូរគ្រប់សពបែបយ៉ាងធ្វើឲ្យភ្ញៀវដើរមួយថ្ងៃក្នុងពលានយន្តហោះនេះក៏អត់អស់ដែរក្នុងឆ្នាំ2024ពលានយន្តហោះនេះក៏បានតាក់ទាញភ្ញៀវទេសចររហូតដល់67លាននាក់វិលមកមើលពលានយន្តហោះអន្តរជាតិទេសចររបស់យើងវិញក្នុងពលានដ៏ធំមួយនេះក៏មានកន្លែងកម្សាន្តមានទីតាំងលក់ដូរមានភោជនីយដ្ឋាននានាកន្លែងសម្រាករបស់ភ្ញៀវផងដែរសង្ឃឹមថាយើងនឹងធ្វើឲ្យល្អនៅអ្វីដែលយើងមាននៅក្នុងពលានយន្តហោះដ៏ថ្មីមួយនេះហើយមានកត្តាជាច្រើនទៀតរួមផ្សំមកធ្វើឲ្យពលានយន្តហោះនេះមានប្រជាប្រិយភាពដល់ចំពោះភ្ញៀវទេសចរសង្ឃឹមថាកម្ពុជាយើងកាន់តែរីកចម្រើននៅគ្រប់វិស័យទាំងអស់ដើម្បីរាល់វិស័យនេះវាជួយចុះឡើងជាមួយគ្នាដូចជាវិស័យធនាគារក៏មានការជួយរួមដែរគឺថាជួយឲ្យភ្ញៀវទេសចរនឹងទូទាត់តាម QR code ឲ្យស្រួលឲ្យបានលឿនវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក៏ជួយដឹកអ្នកដំណើរឲ្យកាន់តែស្រួលសង្ឃឹមថាពលានយន្តហោះអន្តរជាតិទេសចរមួយនេះក៏រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាខាងលើនេះជាបទវិភាគរបស់ខ្ញុំតាក់ទងជាមួយនឹងផលលំបាករបស់ពលានយន្តហោះដែលនឹងជួបប្រទះនៅពេលខាងមុខនេះសូមអរគុណការទស្សនារបស់បងប្អូនទាំងអស់គ្នាបើបងប្អូនមានមតិយ៉ាងណាជាមួយនឹងផលលំបាករបស់ពលានយន្តហោះរបស់យើងមួយនេះក៏អាចបញ្ចេញមតិនៅខាងក្រោម comment បានសូមអរគុណនិងជម្រាបលាហើយកុំភ្លេចចុច like និង subscribe ផងណាសូមអរគុណ